នៅថ្ងៃនេះខ្ញុំសូមលើកយករឿងហង្សយន្តមកអានជូនបងប្អូនស្ដាប់ទុកគ្រាន់ជាជំនួយដល់ការសិក្សារបស់បងប្អូនរឿងហង្សយន្តគឺជាវណ្ណកម្មអក្សរសិល្ប៍ខ្មែរបុរាណនាពាក់កណ្ដាលសតវត្សទី17ដែលបាននិពន្ធឡើងជាពាក្យកាព្យឃ្លោងឃ្លារំលេចទៅដោយពាក្យពេចន៍យ៉ាងពិរោះរណ្ដំអត្ថបទកំណាព្យបែបចាស់បុរាណនេះមានបញ្ចូលនៅបទកកតិបទព្រហ្មកិត្តបទពំនោលនិងបទភុជង្គលីលាដែលប្រើនៅក្នុងបរិយាកាសផ្សេងៗគ្នាទៅតាមប្រភេទបទនីមួយៗបាទចំពោះបញ្ហាឈ្មោះចំណងជើងនៃរឿងហង្សយន្តនេះគឺមានលក្ខណៈប្លែកពីរឿងបុរាណនានាដែលបងប្អូនបានស្ដាប់និងសិក្សាកន្លងមកគឺរឿងបុរាណនានានោះគឺអ្នកនិពន្ធតែងតែយកឈ្មោះតួអង្គឯកមកធ្វើជាចំណងជើងរឿងជាក់ស្ដែងដូចជារឿងទុំទាវរឿងព្រះវេស្សន្តររឿងរាមកេរ្តិ៍រឿងសង្ឃសិលជ័យខ្យងសង្ឃរឿងកាកីជាដើមដោយឡែកនៅក្នុងរឿងហង្សយន្តនេះអ្នកនិពន្ធកវីនិពន្ធយើងបែរជាយកឈ្មោះឧបករណ៍យានជំនិះនៅក្នុងរឿងនេះមកធ្វើជាចំណងជើងទៅវិញគឺមានលក្ខណៈប្លែកពីសពមួយដងតាមការសង្កេតនៅក្នុងរឿងបុរាណនានានោះតួអង្គតែងតែចេះហោះហើរដោយមន្តអាគមដោយប្រើសិលដោយប្រើសត្វជាយានជំនិះជាដើមដូច្នេះការហោះហើររបស់គេអាស្រ័យនឹងសិលសាស្ត្រឬពួកសត្វដែលមានមហិទ្ធិឫទ្ធិអស្ចារ្យផ្ទុយទៅវិញសុវណ្ណកុមារដែលជាតួអង្គឯកនៅក្នុងរឿងហង្សយន្តបែរជាហោះហើរលើអាកាសអាស្រ័យទៅនឹងយានរបស់គេដែលសិប្បករច្នៃប្រឌិតទៅជារូបហង្សហើយបន្ថែមគ្រឿងយន្តជាឧបករណ៍ហោះហើរបានដូចជាយន្តហោះសពថ្ងៃនេះដែរដោយនេះសូមបញ្ជាក់ថាកវីនិពន្ធខ្មែរមានគំនិតច្នៃប្រឌិតយ៉ាងខ្ពស់ដែលមានគំនិតស្ថាបនាយានយន្តដែលអាចហោះហើរលើអាកាសបានដូចជាយន្តហោះតាំងពីយូរលង់ណាស់មកហើយបាទចំពោះអត្ថន័យនៃចំណងជើងនេះគឺមានពីរពាក្យបញ្ចូលគ្នាទី1គឺពាក្យហង្សទី2គឺពាក្យយន្តចំពោះពាក្យហង្សគឺសំដៅទៅលើសត្វស្លាបដែលមានសន្តានជាបែបកង្ងានព្រៃដែលជាយានជំនិះរបស់ព្រះព្រហ្មចំណែកឯពាក្យយន្តគឺសំដៅទៅលើគ្រឿងចក្រឬគ្រឿងម៉ាស៊ីនដោយនេះអត្ថន័យនៃពាក្យនៅក្នុងចំណងជើងនេះគឺសំដៅទៅលើយានជំនិះដែលមានរូបរាងជាសត្វហង្សហើយប្រើគ្រឿងចក្រសម្រាប់បញ្ជាឲ្យហោះហើរទៅមុខបាននិយាយអំពីអ្នកនិពន្ធនិងការបរិច្ឆេទនៃរឿងហង្សយន្តបាទតាមការស្រាវជ្រាវរបស់ព្រះមហារស់ឈុតនិងអ្នកស្រីឈុនខុនលើការបរិច្ឆេទនៃរឿងហង្សយន្តនេះដោយប្រៀបធៀបទៅលើសាស្ត្រាស្លឹករឹតនានានិងសៀវភៅបោះពុម្ពទាំងឡាយនៅស្រុកខ្មែរបានបញ្ជាក់ឲ្យឃើញនាមអ្នកនិពន្ធពេលវេលាតែងរឿងនិងក្នុងរជ្ជកាលស្ដេចគ្រងរាជ្យពោលគឺរឿងហង្សយន្តនិពន្ធឡើងដោយចៅយមបុណ្យភក្ត្រអុកនៅក្នុងមហាសករាជ1590ដែលត្រូវនឹងឆ្នាំមមែនពស័កគ្រិស្តសករាជ1668បាទអញ្ចឹងបានន័យថានិពន្ធឡើងនៅក្នុងសតវត្សទី17បាទចំពោះឯកសារដែលខ្ញុំយកមកអានបញ្ជាក់ជូនបងប្អូននៅពេលនេះគឺស្រង់ចេញមកពីសៀវភៅហង្សយន្តរបស់លោកបណ្ឌិត King of D ដែលបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលឯកសារស្រាវជ្រាវអរិយធម៌ខ្មែរនៅឆ្នាំ1986បាទចំពោះតួអង្គនៅក្នុងរឿងហង្សយន្តមានព្រះបាទអាទិត្យវង្សាព្រះនាងពំពាសុវណ្ណកុមារនាងបទុមកេសរចៅក្រឹស្នកុមារព្រះចៅក្រុងបញ្ចាល៍ព្រះបាទព្រហ្មទត្តចៅសមុទ្រគោចរចៅសាគរពាណិជ្ជយាយមាលានិងព្រាហ្មណ៍ហោរាបើរឿងហង្សយន្តមានដំណើរសង្ខេបដូចតទៅក្នុងអតីតកាលដ៏យូរលង់មានមហាក្សត្រមួយអង្គព្រះនាមអាទិត្យវង្សាសោយរាជ្យនៅនគរទេពបុរីមហាក្សត្រអង្គនោះជាស្ដេចមានឫទ្ធិចេស្តាមាននគរចំណុះ101និងមានស្រីស្នំ6000នាក់ទ្រង់មានមហេសីព្រះនាមព្រះនាងពំពាតែជាអកុសលគឺទ្រង់ពុំមានបរិជ្ជបុត្រមួយអង្គសោះសម្រាប់ស្នងរាជ្យធ្វើឲ្យទ្រង់មានក្តីកង្វល់ជាពន់ពេកថ្ងៃមួយទ្រង់បានពិគ្រោះដោះស្រាយជាមួយនាម៉ឺនសពមុខមន្ត្រីអំពីបញ្ហានេះទើបលោកមន្ត្រីមួយរូបលើកយោបល់ថាគួរមានពិធីបន់ស្រន់ថ្វាយទេវតាសុំបុត្រាដោយឲ្យព្រះមហេសីនិងស្រីស្នំទាំងអស់ចាំសិលភាវនាស្នំទាំងអស់ពិសេសព្រះនាងពំពាបានប្រតិបត្តិការបួងសួងយ៉ាងយកចិត្តទុកដាក់រហូតធ្វើឲ្យកក្រើកដល់ឋានទេវតា
ពេលនោះព្រះអិនកោសីក៏បានទៅអារាធនាទេវបុត្រឲ្យមកចុះចាប់បដិសន្ធិក្នុងគភ៌ព្រះនាងពំពាជាបុត្រារបស់ព្រះបាទអតិតវង្សាលោកព្រះរាជបុត្រគ្រប់ទសមាសទ្រង់ប្រសូតមកមានប្រកាយភ្លឺដូចមាសទើបព្រាហ្មណ៍បរោហត្ថទាំងឡាយដាក់ព្រះនាមថាសុវណ្ណកុមារព្រះសុវណ្ណកុមារទ្រង់ចម្រើនវ័យវឌ្ឍនាការក្រោមការបីបាច់ដ៏ល្អឥតខ្ចោះនៅពេលព្រះសុវណ្ណកុមារពេញវ័យព្រះបាទអតិតវង្សាទ្រង់មានបំណងជ្រើសរើសមហេសីថ្វាយបុត្រាក៏បង្គាប់ក្សត្រចំណុះទាំង101នគរឲ្យនាំមន្ត្រីមកឲ្យព្រះសុវណ្ណកុមារជ្រើសរើសតែពុំមានក្សត្រីអង្គណាជាទីពេញប្រទ័យនៃព្រះសុវណ្ណកុមារឡើយមានតែទទួលក្តីអាម៉ាស់ដោយការថ្មេះតេះដៀលពីព្រះសុវណ្ណកុមារទៅវិញដែលធ្វើឲ្យព្រះបាទអតិតវង្សាមានការពិរោធនឹងទ្រង់ជាខ្លាំងចំណេរការតមកបញ្យូរប៉ុន្មានក្នុងរាជវាំងមានជើងតង2នាក់មានជំនាញផ្សេងក្នុងការកសាងវត្ថុសិល្បៈផ្សេងមានទំនាស់គ្នារវាងចំណេះរៀងៗខ្លួនដែលនាំឲ្យលឺដល់ព្រះមហាក្សត្រទ្រង់ក៏ចាត់ចែងឲ្យជើងតងទាំងពីរប្រឡងសាកល្បងគ្នាដោយទ្រង់ប្រទានសម្ភារៈតាមតម្រូវការជាងម្នាក់បានសាងសង់ជាពិមានដែលរំលេចដោយក្បូរក្បាច់រចនាល្អគ្មានពីរស្រោបដោយមាសនិងត្បូងទទឹមភ្លឺរន្ទាលឆ្អិនឆ្អៅហាក់បីដូចជាទិព្វពិមានរបស់សកៈទេវរាជចំណែកជាងតងមួយទៀតសាងរូបបក្សីធ្វើអំពីមាសរំលេចដោយត្បូងចរណៃហើយបក្សីទាំងនោះអាចហោះហើរលើអាកាសាបានសពទិសាតាមចិត្តប្រាថ្នាមានចលនាដូចជាសត្វពិតមានឫទ្ធិបីដូចជាសត្វទេពព្រះមហាក្សត្រទ្រង់មានព្រះអំណរក្រៃហើយទ្រង់បានឲ្យជាងទាំងពីរសហការគ្នាសាងជារូបហង្សយន្តដែលអាចឲ្យមនុស្សជិះបានថ្វាយទ្រង់ហើយជាងទាំងពីរក៏បានសាងជាបក្សីយន្តតាមព្រះរាជបំណងហង្សយន្តធ្វើអំពីមាសដែលរំលេចទៅដោយក្បូរក្បាច់យ៉ាងវិចិត្រគ្មានពីរភ្លឺរន្ទាលអាចឲ្យមនុស្សអាស្រ័យហោះហើរទៅគ្រប់ទីឋានបានតាមចិត្តប្រាថ្នាឯរាជបុត្រកាលបើឃើញយានទិព្វក៏ទូលសុំព្រះបិតាបំណងសុំយកយានហង្សយន្តនេះទៅស្វែងរករៀនសិលវិជ្ជាការចំណេះវិជ្ជាផ្សេងនិងរកទេពីជាទីពេញប្រទ័យហើយមាតាបិតាក៏ព្រះរាជទានតាមបំណងក្រោយពីបានហង្សយន្តព្រះសុវណ្ណកុមារទ្រង់ធ្វើដំណើរយ៉ាងរីករាយតធម្មជាតិហើយរៀបរាប់សរសើរជាហូរហែលុះបន្ទាប់មកទៀតទ្រង់ក៏បានដល់បញ្ចាលនគរដែលជាទីព្រះបាទបញ្ចាលគ្រប់គ្រងទ្រង់បានទៅសំណាក់ជាមួយព្រាហ្មណ៍មួយរូបក្រោយមកក្លាយជាឪពុកធម៌របស់ទ្រង់ដោយទ្រង់ជាបុគ្គលមានភាពឧស្សាហ៍ព្យាយាមក្នុងការសិក្សាហើយមានប្រាជ្ញាលើសពីមនុស្សទាំងពួងផងទ្រង់ក៏បានរៀនចេះចាំស្ទាត់ជំនាញអំពីវិជ្ជាការទាំងប៉ុន្មានឥតចន្លោះហើយត្រូវឪពុកធម៌របស់ទ្រង់នាំទៅថ្វាយព្រះបាទបញ្ចាដើម្បីឲ្យព្រះសុវណ្ណកុមារកាន់តួនាទីជំនួសលោកឯព្រះបាទបញ្ចាទិសោតក៏សឹងពេញប្រទ័យតាំងពីសមត្ថភាពរូបសម្បត្តិនិងអត្តចរិតរបស់ព្រះសុវណ្ណកុមារជាពន់ពេកតែទ្រង់ពុំជ្រាបថាសុវណ្ណកុមារជាអម្បូរក្សត្រនាំឲ្យទ្រង់ស្ដាយដែលពុំអាចឲ្យព្រះសុវណ្ណកុមារធ្វើជារាជសុនិសាបានថ្លែងពីព្រះបាទបញ្ចាទ្រង់មានព្រះរាជបុត្រីមួយអង្គប្រកបដោយរូបសម្ផស្សល្អលើសទេពធីតានាឋានសួគ៌ទៅទៀតមានព្រះនាមថាបុទុមកេសរនៅពេលដែលព្រះសុវណ្ណកុមារចូលដល់រាជវាំងព្រះនាងមានការចាប់ប្រទ័យយ៉ាងចម្លែកទាំងរូបសម្បត្តិទាំងចរិយាសម្បត្តិរឹកពីដែលធ្វើឲ្យព្រះនាងយល់ថាព្រះសុវណ្ណកុមារប្រកាសជាចេញមកអំពីត្រកូលនៃរបារក្សត្រណាមួយជាក់ជាមិនខានដោយទំហំនៃសេចក្តីស្រឡាញ់ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យព្រះនាងស្រពាប់ស្រពន់ក្រៃឯនាងភីលៀងកាលបើឃើញម្ចាស់ស្រីមានទុក្ខក៏ធ្វើជាអ្នកនាំពាក្យពីព្រះនាងបទុមកេសរទៅព្រះសុវណ្ណកុមារជាប្រការផ្សេងព្រះសុវណ្ណកុមារក៏បានមកជួបហើយលួងលោមទេពធីតាក្នុងផ្លូវកាមគុណព្រះនាងចេះតែរកហេតុផលមកពន្យល់តែព្រះសុវណ្ណកុមារធ្វើជាខឹងទើបព្រះនាងព្រមព្រះសុវណ្ណកុមារតែងតែមកជួបធីតាតាមហង្សយន្តជារៀងរាល់រាត្រីរហូតដល់ព្រះនាងមានគភ៌ចិត្តគ្រប់ខែទើបបានជួបដល់ព្រះចៅបញ្ចាលទ្រង់ពិរោធយ៉ាងខ្លាំងក៏ប្រើល្បិចចាប់ព្រះសុវណ្ណកុមារហើយឲ្យពេជ្ឈឃាតនាំខ្លួនទៅសម្លាប់ព្រះសុវណ្ណកុមារទ្រង់មានវិបដិសារីជាពន់ពេកម្យ៉ាងនឹកដល់មេដាបិតាឯនាយម្យ៉ាងស្ដាយភរិយាឯព្រះនាងបទុមកេសរក៏ទួញសោកបោកខ្លួនស្ដាយសុវណ្ណកុមារដែរ
ហើយបិតាព្រះនាងបទុមកេសរក៏ជួយអង្វរសុំការលើកលែងទោសតែព្រះបាទបញ្ចាពុំព្រមលើកលែងទោសឡើយថ្លែងពីពេជ្ឈឃាតពេលដែលនាំសុវណ្ណកុមារទៅសម្លាប់ត្រូវសុវណ្ណកុមារបោកបញ្ឆោតហើយឡើងជិះហង្សយន្តទៅយកព្រះនាងបទុមកេសររួចហោះប្រទក្សិណ3ជុំប្រាសាទព្រះបញ្ចាលដោយសុវណ្ណកុមារឌីលផ្ដាសានិងគំរាមដោយប្រការផ្សេងៗធ្វើឲ្យព្រះបាទបញ្ចាផិតភ័យតកមាឯសុវណ្ណកុមារក៏នាំព្រះនាងបទុមកេសរហោះទៅកាន់នគរទេពបុរីរបស់ទ្រង់លុះធ្វើដំណើរបាន7ថ្ងៃនាងបទុមកេសរក៏ឈឺពោះឆ្លងទន្លេសុវណ្ណកុមារក៏ឈប់សម្ចតក្នុងខេត្តខណ្ឌហេមពាន្តក្រោមដើមជ្រៃក្នុងព្រៃក្រស្នាខាងឆ្នេរព្រះគង្គាគឺស្រះបោកហរណីដោយឃើញបទុមកេសរនិងបុត្រាមានភាពរងាញ័រញាក់សុវណ្ណកុមារបានអាស្រ័យដល់ហង្សយន្តទៅយកភ្លើងពីនាយសំពៅនាកណ្ដាលមហាសាគរតែជាកម្មអកុសលព្រះអគ្គីបានឆាបឆេះខ្សែបញ្ជាហង្សយន្តធ្វើឲ្យព្រះសុវណ្ណកុមារនិងហង្សយន្តធ្លាក់ទៅក្នុងទឹកហូរទៅកាន់កន្លែងទីតីពីគ្នាព្រះសុវណ្ណកុមារត្រូវបាននាយសមុទ្រគោចរជួយសង្គ្រោះឯហង្សយន្តត្រូវនាយពាណិជ្ជស្រង់បានតែពុំបានដឹងពីគុណប្រយោជន៍ឡើយនាងបទុមកេសរកាលបើចាំស្វាមីបាត់ពុំឃើញត្រឡប់មកវិញក៏ទួញសោយសោកហើយដើររកស្វាមីដោយទុកកូនក្រោមដើមក្រស្នានាព្រៃនោះថ្លែងពីព្រះចៅព្រហ្មទត្តស្ដេចនៃនគរពារាណសីក្នុងពេលទ្រង់យាងក្រសាលក្នុងដងព្រៃនោះក៏ឃើញបុត្ររបស់បទុមកេសរទ្រង់បានរើសទារកនោះយកមកចិញ្ចឹមដោយដាក់ព្រះនាមថាចៅក្រឹស្នកុមារទ្រង់ស្រឡាញ់បុត្រក្រៃព្រោះទារកនោះមានរូបសម្បត្តិល្អល្អះសម្បុរដូចមាសម្យ៉ាងទ្រង់ក៏ពុំមានព្រះបុត្រផងលុះនាងបទុមកេសរវិលមករកកូនមិនឃើញក៏សន្លប់បាត់ស្មារតីពេលដែលនាងភ្ញាក់រលឹកឡើងក៏ដើរតាមស្នាមដានជើងរហូតដល់នគរពារាណសីហើយស្នាក់នៅជាមួយយាយមាលាជាអ្នកក្រងផ្កាថ្វាយស្ដេចដើម្បីរងចាំឱកាសជួបជាមួយនឹងចៅក្រឹស្នកុមារក្នុងពេលនៅជាមួយយាយមាលានាងក្រងផ្កាថ្វាយស្ដេចជំនួសយាយមាលាយ៉ាងប៉ិនប្រសប់ជាហេតុនាំឲ្យស្ដេចចង់ជួបនាងតែត្រូវយាយមាលាកុហកថានាងជាស្រីមេម៉ាយហើយមានរូបអាក្រក់ក្រៃព្រោះពុំមែនជាឱភាសល្អនាងនៅជាមួយយាយមាលាអស់រយៈពេល16ឆ្នាំពេលនោះចៅក្រឹស្នកុមារក៏ចម្រើនវ័យគ្រប់ការទើបព្រះបាទព្រហ្មទត្តទ្រង់ត្រាស់ឲ្យស្ដេចនៃនគរចំណុះទាំង101នាំបុត្រីដែលពេញវ័យគ្រប់ការមកថ្វាយតែពុំមានសូម្បីមួយអង្គដែលធ្វើឲ្យចៅក្រឹស្នកុមារពេញចិត្តសោះឡើយទើបព្រះបាទព្រហ្មទត្តបញ្ជាឲ្យរាជអាមាត្យដើររកស្រីល្អក្នុងនគរមកថ្វាយឯរាជអាមាត្យក្រាបថ្វាយទូលមហាក្សត្រថាក្នុងនគរពារាណសីនេះពុំមាននារីឯណាមានសម្រស់ស្រស់ស្អាតស្មើនឹងនាងបទុមកេសរជាចៅយាយមាលាសោះឡើយតែទ្រង់ពុំជឿលុះអាមាត្យនាំនាងមកទើបទ្រង់ជឿឯចៅក្រឹស្នកុមារក៏សឹងពេញចិត្តគ្មានប្រកែកហើយព្រះបាទព្រហ្មទត្តទ្រង់ថ្មេះដៀលជេរយាយមាលាជាច្រើនដែលហ៊ានភូតកុហកទ្រង់ក្រោយពីបានរៀបចំរាជអភិសេកចៅក្រឹស្នកុមារនិងនាងបទុមកេសរព្រះបាទព្រហ្មទត្តក៏បានប្រគល់រាជសម្បត្តិឲ្យចៅក្រឹស្នកុមារផងឲ្យគ្រប់គ្រងនគរពារាណសីបន្តពីទ្រង់ផងដែរឯនាងបទុមកេសរវិញក៏ចាំសង្កេតអត្តចរិតចៅក្រឹស្នកុមារដែរក្នុងពេលរាត្រីផ្សំដំណេកខណៈដែលចៅក្រឹស្នកុមារសម្ដៅទៅប្រាសាទនាងបទុមកេសរក៏ស្រាប់តែមានទេវតាមកនិមិត្តទេពហេតុ3ប្រការជាប្រស្នាដល់ចៅក្រឹស្នកុមារជាហេតុនាំឲ្យទ្រង់និងនាងបទុមកេសរបានស្គាល់គ្នាជាម្ដាយនិងកូនក្រោយមកនាងបទុមកេសរនិងចៅក្រឹស្នកុមារក៏បានសាងសង់ជាសាលាឆទានដែលមានឆ្លាក់ជាសាច់រឿងនៃឆាកជីវិតរបស់នាងនិងស្វាមីក្នុងគោលបំណងឲ្យសុវណ្ណកុមារបានឃើញហើយយាយមាលាជាអ្នកគ្រប់គ្រងសាលានោះថ្លែងពីនីសាគរពាណិជ្ជដែលរើសបានហង្សយន្តហើយបានយកទៅថ្វាយស្ដេចព្រហ្មទត្តទ្រង់បានឲ្យចៅក្រឹស្នកុមារជាអ្នកថែរក្សាឯនាយសមុទ្រគោចរក៏បានចូលសំពៅមកដល់នគរពារាណសីដើម្បីដោះដូរទំនិញដែលនាំឲ្យសុវណ្ណកុមារបានឃើញនៅរឿងរ៉ាវដែលឆ្លាក់ជាប់សាលាឆទានហើយត្រូវយាយមាលានាំឲ្យទៅជួបនាងបទុមកេសរនិងចៅក្រឹស្នកុមារដោយក្តីនឹករលឹកគ្នាក្សត្រទាំង3អង្គបានសើចសោករហូតដល់សន្លប់ទាំង3អង្គតែត្រូវព្រះឥន្ទ្រាធិរាជប្រោសឲ្យរស់ទាំងអស់ឡើងវិញឯព្រះបាទព្រហ្មទត្តទ្រង់បានឲ្យអាមាត្យមកសាកសួរតែចៅក្រឹស្នកុមារទូលថាជាបងរបស់នាងបទុមកេសរចៅក្រឹស្នកុមារបានយកហង្សយន្តមកថ្វាយសុវណ្ណកុមារជួសជុលឯនាងបទុមកេសររៀបចំស្បៀងអាហារក្នុងពេលធ្វើដំណើរ
ហើយនាងបានឲ្យរង្វាន់ដល់នាយសំពៅទាំងពីរនិងយាយមីលាជាច្រើនចំណែកចៅក្រឹស្នកុមារបានសរសេរសម្បត្តិបិទជាប់ទ្វារប្រាសាទថ្វាយព្រះបាទព្រហ្មទត្តហើយក្សត្រទាំង3អង្គអាស្រ័យដោយហង្សយន្តក៏ហោះសំដៅទៅទេពបុរីឯព្រះបាទព្រហ្មទត្តក៏ទ្រង់ទួញសោកអាល័យបុត្រក្រៃពេកលុះដល់ទេពបុរីក្សត្រទាំង5អង្គក៏បានទ្រង់ព្រះកន្សែងរហូតដល់សន្លប់បាត់ស្មារតីទាំងអស់គ្នាក្រោយពីធ្វើពិធីជញ្ជាត់ព្រលឹងព្រះបាទអាទិត្យវង្សាបានផ្ទេររាជបល្ល័ង្កថ្វាយសុវណ្ណកុមារនិងចៅក្រឹស្នកុមារជាឧបរាជបានសេចក្តីសុខសាន្តលុះមរណារៀងៗខ្លួនក៏យោនយកកំណើតតាមកម្មផលគឺព្រះបាទអាទិត្យវង្សាជាព្រះបាទសុទ្ធោទនាងពំពាជាមហាមាយាព្រះបាទព្រហ្មទត្តជាអានន្ទព្រះឥន្ទជាអនុរុទ្ធនាងបទុមកេសរជាយសោធិរាចៅក្រឹស្នកុមារជារាហុលកុមារព្រះបាទបញ្ចាជាទេវទត្តឥន្ទរថីឯសុវណ្ណកុមារជាព្រះសមណគោតមនេះឯង